ម៉ែចង់ហូបបបរពោតទាំងព្រឹកហ្មងចូលខ្ញុំទៅកាច់ពោតហើយពោតនៅក្នុងចកានេះហាអូយល្អយ៉ាងហើយសាច់វិញឡើងណែនផ្អឹបអត់មានចន្លោះទេហើយខ្ញុំសប្បាយចិត្តឲ្យតែឃើញពោតទាំងដើមនេះគឺត្រេកអរហ្មងមកពីកន្លែងកាត់ពោតវិញរៀបចំគ្រឿងក្រៅសម្រាប់ធ្វើផ្អែមមានផ្កាសារាយមានគ្រាប់សាគូផ្កាសារាយនោះខ្ញុំត្រាំតែក្តៅទុកវាមួយឡែកសិនហើយកាច់ព្រឹកតើទុកដាក់យកក្លិនឈ្ងុយកាលពីក្មេងខ្ញុំចូលចិត្តអង្គុយនៅកន្លែងគេកាប់ដូងនៅម៉ែដោយសារពេលកាប់ហើយបានផឹកទឹកដូងបានញ៉ាំគោមដូងទុំម៉ែគាត់កោសឲ្យកោសនឹងខ្នោះបុរាណហ្នឹងបងប្អូនអាចឃើញខ្នោះហ្នឹងអត់ខ្នោះនេះតាំងពីជំនាន់កងខ្ញុំមកគាត់ធ្វើមកទុកគេដល់កូនដល់ចៅទៀតម៉ែជួយកោសដូងខ្ញុំមកចិត្តពោតបងប្អូនឃើញពោតនេះអត់សាច់ណែនផ្អឺហ្មងអត់កុហកអីចិត្តពោតហើយយើងច្បាច់ដូងយកខ្ទិះដើមដាក់ផ្សេងខ្ទិះចុងសម្រាប់ដាក់ដាំធ្វើទឹកផ្អែមយើងតែម្ដងពេលដាក់ដាំទឹកយើងបងស្លឹកតើយចូលហើយលួចអំបិលបន្តិចផងមានដូងខ្ចីមួយផ្លែខ្ញុំកោសយកសាច់ទុកធ្វើ highlight ដាក់ពីលើផ្អែមឲ្យវាមានរសជាតិឈ្ងុយមុននឹងបានញ៉ាំបបរពោតយើងញ៉ាំទឹកដោះគោសិនចេញទៅក្រៅតាំងពីព្រឹកឡើងអត់ទាន់បានហូបទឹកដោះគោផងអញ្ចឹងឆុងទឹកដោះគោ2កែវឲ្យម៉ែ1កែវខ្ញុំ1កែវយើងកូរឲ្យបែកសាច់ម្សៅឲ្យសព្វសិនហើយយើងចាក់ទឹកពេញកែវមួយខាងនេះជារបស់ខ្ញុំមួយខាងនេះជារបស់ម៉ែហូបដោះគោសិនម៉ែខ្ញុំការងារច្រើនជាងខ្ញុំទៀតធ្វើការដាក់ដៃទេណាឆ្លៀតមកជួយខ្ញុំផងណាឆ្លៀតធ្វើការងារខ្លួនឯងផងជួនកាលទៅស្រែទៅអីទៀតធ្វើការងាររហូតហ្មងបកមកផ្អែមយើងវិញបន្ទាប់ពីទឹកពុះហើយយើងបងសារាយផ្កាសារាយចូលមុនសិនដើម្បីវាឆាប់រីកបន្ទាប់មកបងពោតរួចហើយដាក់គ្រាប់សាគូចូលបងប្អូនលៃលោកគ្រឿងតាមនឹងសម្រាប់ស្ករវិញចង់បានផ្អែមបងប្អូនដាក់ច្រើនតិចទៅខ្ញុំអត់សូវចិត្តផ្អែមchứខ្ញុំដាក់តែតិចល្មមទេឥឡូវបបរពោតយើងហើយខ្ទិះដើមម៉ាស៊ីនបងប្អូនបានកូរឲ្យវារៀងឡើងខាប់បន្តិចកាន់តែឆ្ងាញ់តែខ្ញុំអត់បានកូរទេchứខ្ញុំដាក់យកតែម្ដងផ្អែមហើយម៉ែហើយឆ្ងាញ់អត់ណាឆ្ងាញ់ដែរហូបផ្អែមហើយដល់ថ្ងៃរសៀលមានការងារបន្តទៀតទាំងម៉ែទាំងខ្ញុំគឺធ្វើការងារដូចគ្នាមើលទៅមុខខ្ញុំទៅដឹងហើយឡើងខ្សោះជីវជាតិទាំងអស់ដែលបង្ហាញនេះគ្រាន់តែជាមួយផ្នែកតូចមួយនៃការងារប្រចាំថ្ងៃរបស់ខ្ញុំឯងបើថាអង្គុយថតវិញជាងនឹងទៀតហើយយប់ឡើងគេអត់សូវលក់ទេភ្នែកវិញនឹងដូចផែនដាម៉ែក៏ដូចគ្នាដែរឃើញមក11 12អត់ទាន់គេងទេហើយព្រឹកឡើងគាត់ងើបតាំងពីល្ងិតទៀតធ្វើការងារច្រើនហើយអាកាសធាតុឥឡូវក៏មានការប្រែប្រួលទៀតខ្ញុំខ្លាចតែម៉ែឈឺទេចឹងហើយខ្ញុំត្រូវរកជំនួយទុកមុនណាហើយខ្ញុំជ្រើសរើសយកទឹកដោះគោ A2 សម្រាប់បំពន់រាងកាយនិងប្រព័ន្ធភាពស៊ាំរបស់គ្រួសារខ្ញុំឆុងមួយថ្ងៃ2កែវជាមួយនឹងទឹកត្រជាក់ឬក៏ទឹកក្តៅអ៊ុនញ៉ាំពេលព្រឹកនិងពេលល្ងាចទឹកដោះគោ A2 មិនមែនត្រឹមតែមនុស្សចាស់ដែលអាចពិសាបានទេសូម្បីតែកុមារចាប់ពីអាយុ1ឆ្នាំឡើងក៏អាចញ៉ាំបានដែរព្រោះទឹកដោះគោ A2 មានជាតិកាល់ស្យូមខ្ពស់និងវីតាមីនជាច្រើនប្រភេទដែលជំនួយទ្រទ្រង់ដល់សុខភាពឆ្អឹងនិងធ្មេញឲ្យរឹងមាំពិសេសហើយជួយដល់ការអភិវឌ្ឍរាងកាយនិងប្រព័ន្ធភាពស៊ាំរបស់មនុស្សយើងទៀតទឹកដោះគោ A2 មានជាតិប្រូតេអ៊ីន A2 សុទ្ធអត់មានសារធាតុ A1 ឲ្យយើងរាករូសឬក៏ទល់លាមកអីហើយអត់មានស្ករសិប្បនិមិត្តអ្នកទឹកនោមផ្អែមក៏អាចញ៉ាំបានដែរទឹកដោះគោ A2 ជាផលិតផលលេខ1របស់ប្រទេសអូស្ត្រាលីវាជាជម្រើសល្អបំផុតសម្រាប់គ្រួសាររបស់លោកអ្នកទាំងម៉ែទាំងខ្ញុំគឺធ្វើការងារប្រចាំថ្ងៃច្រើនហើយហត់ដូចគ្នាហើយសុខភាពក៏រៀងទ្រុឌទ្រោមដែរអញ្ចឹងដើម្បីការពារនិងថែរក្សាប្រព័ន្ធរាងកាយរបស់ខ្ញុំជ្រើសរើសយកទឹកដោះគោ A2